ច្រើនទេបងប្អូនដំបូងគេហ្នឹងគឺយើងមានជាអង្កែបបងប្អូនទិញធ្វើមិនឲ្យបានអង្កែបស្រែមកបើសិនជាប៉ះអង្កែបចិញ្ចឹមសាច់បើវារៀងផុយហើយអត់សូវឆ្ងាញ់ទេសម្រាប់អង្កែបហ្នឹងយើងកាប់ពីរៀងធំតិចមកបើសិនជាកាប់តូចពេលដែលយកទៅខទៅសាច់បើវាឡើងរៀងម៉ត់ហើយសម្រាប់គ្រឿងខ្ញុំប្រើប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាបាយហើយនេះគឺទឹកស៊ីអ៊ីវខាប់ហ្នឹងយើងដាក់ដើម្បីយកពណ៌គឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយដូចគ្នាសម្រាប់ម្សៅស៊ុបគឺខ្ញុំដាក់1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយស្ករគឺយើងប្រើជាស្ករត្នោតមកបងប្អូនអានេះគឺខ្ញុំដាក់ចំនួនកន្លះស្លាបព្រាបាយហើយចុងក្រោយគេបើសិនជាបងប្អូនមានស្រាចិនយើងបន្ថែមវា1ស្លាបព្រាបាយទៀតមកប៉ុន្តែបើអត់មានក៏ដីដែរអាហ្នឹងវាគ្រាន់តែជួយកាត់ក្លិនអង្កែបរបស់យើងហ្នឹងកុំឲ្យមានក្លិនឆ្អាបក្លិនអីអញ្ចឹងទៅបន្ទាប់ពីយើងប្រឡាក់អង្កែបហ្នឹងរួចរាល់ហើយទុកវាមួយដុំសិនទៅយើងមកហាន់ខ្ញីសម្រាប់ខអង្កែបនេះអត់ខ្ញីអត់បានទេណាបងប្អូនអាហ្នឹងគឺជាគ្រឿងដើម្បីកាត់ក្លិនអាហ្នឹងដាក់តិចក៏បានច្រើនក៏បានដែរស្លឹកខ្ទឹមយើងហាន់គល់ទុកផ្សេងហើយស្លឹកវាទុកផ្សេងមកបន្ទាប់ពីហ្នឹងមកយើងមានជាម្ទេសក្រៀមហើយចុងក្រោយគេនេះគឺជាម្សៅឆាខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាកាហ្វេបន្ថែមទឹកបន្តិចកូរវាចូលជាតិសព្វល្អហើយទុកវាមួយដុំសិនទៅចាំយើងទៅរៀបចំដាក់ខអង្កែបហ្មងសម្រាប់ការខដំបូងគេនេះគឺយើងចាក់ប្រេងឆាទុកឲ្យក្តៅហើយបំពងខ្ញីជាមួយនឹងគល់ខ្ទឹមបំពងប្រហែលជា3-4នាទីតតឡើងក្លិនឈ្ងុយសិនចាំយើងចាក់អង្កែបដែលយើងបានប្រឡាក់គ្រឿងរួចរាល់ហ្នឹងចាក់ចូលហើយឆាអង្កែបសិនបងប្អូនឆាប្រហែលជា3ទៅ4ឬក៏5នាទីអីចឹងទៅឲ្យអង្កែបរបស់យើងរៀងឆ្អិនមកល្មមចាំយើងដាក់ទឹកចូលសម្រាប់ទឹកនេះកុំដាក់ច្រើនបងប្អូនដាក់តែបន្តិចល្មមសិនបានហើយបន្ទាប់មកយើងគ្របគម្របទុកវាចោលប្រហែលជាខ្ទង់10នាទីសិនទៅចាំយើងត្រឡប់វាពីលើទៅក្រោមពីក្រោមទៅលើប៉ុន្តែធ្វើមិនថ្នមបានហើយបងប្អូនកុំឲ្យអង្កែបរបស់យើងហ្នឹងវារលេះសាច់ឬក៏បែកម៉ត់អីចឹងទៅហើយបានខ្ញុំដាក់ម្ទេសក្រៀមចូលហើយខ្ញុំបន្ថែមទឹកដោយសារតែអានេះវារៀងខាស់ទឹកអស់អញ្ចឹងណាប៉ុន្តែសម្រាប់ទឹកដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងខអង្កែបគឺគេអត់ដាក់ទឹកច្រើនទេសម្រាប់ការរំងាស់លើកទី2នេះគឺទុកតែ5នាទីទៀតទេគឺយើងចាក់ទឹកម្សៅឆាចូលហ្មងប៉ុន្តែទឹកម្សៅឆានេះមុននឹងចាក់ចូលយើងកូរវាបន្តិចទៅបងប្អូនព្រោះអីទុកចោលតែមួយផ្លែតវារងទៅនឹងបាតអញ្ចឹងណាចាក់ចូលហើយកូរវាពី3ត្រឡប់ទុកវាទៅមួយពុះទៀតបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំខ្ញុំបន្ថែមស្ករបន្តិចជាមួយនឹងទឹកស៊ីអ៊ីវបន្តិចដែររសជាតិយើងយករៀងប្រៃបន្តិចហើយផ្អែមបន្តិចដោយសារនេះជារបៀបខហើយណាមួយគឺយើងញ៉ាំជាមួយបបរផងអញ្ចឹងហើយបើសិនជាអត់ប្រៃបន្តិចទេគឺញ៉ាំជាមួយបបរអត់ត្រូវទេហើយចុងក្រោយគេយើងគ្រាន់តែរោយស្លឹកខ្ទឹមកូរច្បល់វាតែ4-5ត្រឡប់ទៀតទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់ខអង្កែបហ្នឹងបើសិនជាបងប្អូនអត់ចង់ដាក់ម្ទេសក្រៀមក៏បានដែរអានឹងតាមចំណង់ចំណូលចិត្តប៉ុន្តែបើថាខ្ញីអត់ដាក់គឺអត់បានហ្មងអាហ្នឹងគឺយើងដាក់ដើម្បីកាត់ក្លិនអញ្ចឹងណាដើម្បីឲ្យខរបស់យើងហ្នឹងមានក្លិន